ញបងប្អូនទេសភាពដល់ស្រស់ត្រកាលនៅក្រោយផ្ទះរបស់នាងខ្ញុំអមទៅដោយសំឡេងសត្វទាយំខ្វាក់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 ហើយក៏មាននារីដល់ស្រស់ស្អាតណែមើលណែបងប្អូនណែសត្វឯណាស្បែកជើងក៏វែងខោខ្លីណែលេសៃមិនបាននារីគង្វាលទាចានេះកាប់ដើមអាស័យគឺថាទ្រុបស្បាមបងប្អូនអើយដើមអាស័យនេះគឺថាទ្រុបតែម្ដងណាមិនមែនគង្វាលជៀមគង្វាលអីទេណាគឺគង្វាលទាចាឥឡូវយើងធ្វើការត្រួសនៃអាស័យដែលដួលមកស្កេស្កាអញ្ចឹងយើងកាប់វាចេញអញ្ចឹងណាត្រួសពោះឲ្យគេនោះមកប្រលិតរបស់នាងខ្ញុំទេសភាពដ៏ស្រស់ត្រកាលនារដូវវស្សាមួយអាស័យនេះគឺថាទ្រុបទ្រុលល្អណាស់បងប្អូនអើយពេលដាំគឺថាខំថែណាចាក់ទឹកចាក់អីដល់ពេលតបានដុះអញ្ចឹងហើយមានណាប្រឹងកាប់បំពាយវិញដោយសារវាដុះខ្លាំងពេកអាស័យផ្អែមដល់ពេលទៅកោវាចូលស៊ីទៅវាคลายទៅវាអត់ត្រង់ល្អទេបងប្អូនឃើញអាស័យគេអាស័យផ្អែមដែរប៉ុន្តែគេត្រង់ល្អអញ្ចឹងណាវាអាស័យនេះវាអត់ត្រង់ល្អទេវានិយាយរួមវាខ្នែងវាច្រើនខ្នែងវាបែកច្រើនណាខ្នែងវាកាប់ទាញម្ដងកាប់ទាញម្នាក់ឯងអត់បានណាតពីម្នាក់ឯងទាញអត់ចង់បានទៀតឥឡូវនារីសាច់ដុំគាត់ធ្វើការប្រលះដែលធ្លាក់មែកមកស្យាបអញ្ចឹងណាប្រលិតអានេះគេហៅថាប្រលិតថាថ្ងៃរះឡើងញាក់សាហាវតែម្ដងបងប្អូនវាថាតាមមាត់ស្រះនេះគឺស្តែកខ្ចងហើយនឹងខ្ចៅបងប្អូនអើយខ្ចងខ្ចៅច្រើនណាស់ណែមកពាត់នេះទីបងប្អូនមកហុំស្បៃទាកុំឲ្យវាចេញឆ្វេងឆ្វាចវាជូអាចលហេលហាចគឺវាស្អុយអញ្ចឹងយើងឃុំវាតែដោយសារវាបៃផុកណាបងប្អូនអើយនៅក្រោយផ្ទះឲ្យបានចាក់ដីឲ្យបាននេះហ៎បងប្អូននេះមើលនេះនៅពងទៅយំខ្វាក់នោះខ្វាក់អូមេល្ងិតមកទៀតបងប្អូនអើយល្ងិតមកទៀតហើយ